វត្តមានខ្ញុំបាទព្រមទាំងកញ្ញាពុទ្ធាបាទសូមអរកាយគោរពជំរាបសួរដល់ពុកម៉ែបងប្អូនដែលតែងតែស្ដាប់រាល់ការផ្សាយរបស់វិទ្យុជាតិខេត្តពោធិ៍សាត់បាទនៅក្នុងកម្មវិធីភូមិឃុំស្រស់បំប្រងបាទដែលតែងតែលើកឡើងនៅគ្រប់បាទព្រឹត្តិការណ៍គ្រប់បាទសកម្មភាពនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់របស់យើងនេះបាទដើម្បីរំលេចជូនដល់ពុកម៉ែបងប្អូនជាប្រជាពលរដ្ឋបានជ្រាបជាដំណឹងផងដែរបាទចា៎បាទហើយឃើញថាជាមួយនឹងព្រឹកនេះប្រហែលជាលោកលោកស្រីនិងកញ្ញាទាំងអស់គ្នាងឿងឆ្ងល់ថាព្រោះថាព្រឹកនេះយើងជួបជាមួយនឹងកម្មវិធីថ្មីមួយមិនជាថ្មីព្រោះថាកម្មវិធីនេះយើងធ្លាប់លើកឡើងមកដែរកន្លងមកដែរគឺសន្តានាមតិចា៎ហើយកម្មវិធីរបស់យើងក៏តែងតែលើកយកប្រធានបទសំខាន់តកតងទៅនឹងបញ្ហាក្នុងសង្គមបច្ចុប្បន្ននេះមកជូនដល់លោកលោកស្រីនិងកញ្ញាទាំងអស់គ្នាបាទដល់ឡែកថ្ងៃនេះយើងមានកិត្តិយសបាទដែលមានបានអញ្ជើញចូលរួមពីបាទកម្មវិធីយើងអញ្ជើញបាទលោកបាទលៀងទិដ្ឋានជាប្រធានមន្ទីរពលមានខេត្តពោធិ៍សាត់បាទលោកបានចំណាយពេលវេលាបាទដ៏មានតម្លៃដើម្បីចូលមកក្នុងកម្មវិធីយើងនេះបាទបកស្រាយនៅប្រធានបទខ្លឹមសារពលមានរបស់យើងបាទថ្ងៃនេះបាទជាកិត្តិយសណាស់បាទឥឡូវនេះយើងកុំអោយខាតពេលយូរបាទយើងអនុញ្ញាតបាទស្វាគមន៍ជំរាបសួរបាទលោកប្រធានតែម្ដងបាទជំរាបសួរលោកប្រធានបាទសុខសប្បាយជាទេបាទថ្ងៃនេះបាទមានអារម្មណ៍ថាសោកស្ដាយមែនទែនបាទថាមកជួបបាទមន្ត្រីផ្ទាល់តែម្ដងចា៎បាទនិយាយទៅថាបិទតែគ្នាឯងក៏រឿងថារឿងរំភើបខ្លះដែរយើងនិយាយទៅយើងខានជួបគ្នាប្រហែលជាចូល2ឆ្នាំហើយបាទអរគុណណាស់បាទលោកប្រធានបាទកន្លងមកគឺបាទកម្មវិធីយុទ្ធនាការពលមានคล้ายៗនេះក្នុងខេត្តពោធិ៍សាត់របស់យើងនេះបានបាទប្រពធ្វើកន្លងមកម្ដងរួចទៅហើយដោយក្រុមដោយមានការចូលរួមដល់ពងពោះពីអៃដាមខុយដាអបាលនៃគណៈអបាលខេត្តពោធិ៍សាត់របស់យើងបាទឃើញថាមានដំណើរការទៅយ៉ាងរលូនល្អប្រសើរជាទីកត់សម្គាល់ផងដែរចា៎ហើយឃើញថាសម្រាប់យុទ្ធនាការនិយាយថាទេចំពោះព័ត៌មាននឹងคล้ายៗជំហានទី2គឺជាប្រធានបទនៅក្នុងពេលព្រឹកនេះតែម្ដងចា៎គឺធ្វើឡើងក្នុងគោលបំណងគឺដើម្បីពង្រឹងផ្នែកអក្សរកម្ម Digital អក្សរកម្មព័ត៌មាននិងការផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានចា៎បាទឥឡូវនេះកុំឲ្យខាតពេលយូរយើងអនុញ្ញាតមកជម្រាបសួរលោកប្រធានតែម្ដងเนาะបាទលោកប្រធានផ្អែកលើបទពិសោធន៍លោកប្រធានកន្លងមកតើព័ត៌មានคล้ายៗមានប្រភេទព័ត៌មានបែបណាខ្លះបាទលោកប្រធានបាទនិយាយទៅមុននឹងឆ្លើយសំណួរក៏សូមជម្រាបសួរដល់បាទអាយដាមលោកជំទាវអស់លោកស្រីបាទដែលកំពុងតែតាមដានទស្សនានៅកម្មវិធីផ្សាយនៅវេលាព្រឹកនេះបាទហើយក៏សូមបាទអរគុណចំពោះពិធីករទាំងពីរដែលបានរៀបចំពេលវេលានេះឡើងដើម្បីធ្វើការដេញដោលសាកសួរដើម្បីវិជ្រាបនៅការផ្សព្វផ្សាយអំពីគេថាខ្លឹមសារនៃអ្នកអាជីពអ្នកសារព័ត៌មានរបស់យើងបាទហើយពាក់ព័ន្ធនៅក្នុងសំណួរនេះដែរខ្ញុំក៏បាទសូមជម្រាបដល់បាទលោកពិធីករណីទាំងពីរដែរបាទចំពោះព័ត៌មានคล้ายៗរបស់យើងហ្នឹងគឺយើងបានបែងចែកជា4បាទទី1នោះគឺដំណឹងคล้ายៗអ្នកខ្លះគេហៅថាព័ត៌មានคล้ายៗបាទហើយភាសាអង់គ្លេសហ្នឹងគេហៅថា fake news បាទអញ្ចឹងទេតកតងនឹងព័ត៌មានคล้ายៗនេះគឺខ្ញុំសូមបញ្ជាក់បាទដើម្បីឲ្យបងប្អូនយើងបានយល់ថាតើព័ត៌មានមួយហ្នឹងវាខុសគ្នាយ៉ាងម៉េចហើយមានខ្លឹមសារយ៉ាងម៉េចបាទចា៎បាទចំពោះដំណឹងคล้ายៗឬក៏ព័ត៌មានคล้ายៗនេះគឺសំដៅទៅលើសាច់រឿងបាទមិនពិតដែលត្រូវបានគេប្រឌិតឡើងបាទក្នុងការកែច្នៃព័ត៌មានជាទម្រង់អត្ថបទរូបភាពវីដេអូឬសំឡេងផ្សេងដែលផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិតឬក៏ជាបណ្ដាសារព័ត៌មានផ្សេងក្នុងបំណងកេងចំណេញនយោបាយអាជីវកម្មឬក៏ការធ្វើឲ្យជួលច្បល់ក្នុងសង្គមបាទនេះគឺជាគោលបំណងនៃការបង្កើតនៅព័ត៌មានคล้ายៗបាទហើយមួយទៀតនោះគឺបាទព័ត៌មានคล้ายបន្លំបាទคล้ายបន្លំហើយភាសាអង់គ្លេសគេហៅថា disinformation បាទក្នុងព័ត៌មានคล้ายបន្លំនេះគឺជាប្រភេទព័ត៌មានដែលមិនពិតដូចគ្នាបាទដែលបានបង្កើតឡើងហើយយកទៅផ្សព្វផ្សាយឬក៏ចែកចាយដោយចេតនាដើម្បីបំភាន់ឬក៏បោកប្រាស់
មហាជនសាធារណជនក្នុងគោលបំណងដែលបង្កឲ្យប៉ះពាល់ដល់ជនណាម្នាក់ឬអង្គភាពណាមួយឬក៏ប្រទេសណាមួយបាទអញ្ចឹងថាអ្វីទាំងអស់ហ្នឹងវាមិនមែនថាមាននៅក្នុងសង្គមនៃប្រទេសកម្ពុជាយើងទេបាទនិយាយទៅព័ត៌មានคล้ายៗព័ត៌មានផ្សេងៗហ្នឹងគឺទូទាំងសកលលោកគឺមានដូចគ្នាបាទចា៎ហើយមួយវិញទៀតនោះគឺជាព័ត៌មានបំភ្លៃបាទគេហៅថា mal information បាទសំដៅលើព័ត៌មានដែលត្រូវបានកែច្នៃពីព័ត៌មានពិតហើយត្រូវបានយកមកផ្សព្វផ្សាយក្នុងចេតនាធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កិត្តិយសបុគ្គលអង្គការស្ថាប័នឬប្រទេសណាមួយដូចគ្នាបាទប៉ុន្តែថាវាខុសលក្ខណៈគ្នាបន្តិចទេគាត់ថាយកមកកែច្នៃដូចគ្នាយកព័ត៌មានពិតយកមកកែច្នៃដូចគ្នាបាទហើយមួយទៀតគឺព័ត៌មានដែលភ័ន្តច្រឡំបាទគេថា misinformation បាទសំដៅទៅដល់ប្រភេទព័ត៌មានដែលមិនពិតហើយត្រូវបានគេផ្សព្វផ្សាយឬក៏ចែករំលែកតគ្នាក្នុងចេតនាឬក៏អចេតនាបាទដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំហើយជួនកាលមានការចែករំលែកដោយមិនដឹងប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយគ្មានគោលបំណងធ្វើឲ្យខូចខាតឬប៉ះពាល់ដល់បុគ្គលឬក៏អង្គភាពឬក៏ប្រទេសណាមួយទេបាទនេះគាត់ថាយើងបានព័ត៌មានមកយើងអត់បានច្បាស់អញ្ចឹងហើយធ្វើឲ្យយើងមានការភ័ន្តច្រឡំហើយយើងចេះយកមកធ្វើឲ្យចែករំលែកបន្តបាទនេះហើយគឺជាក្លឹបសារសំខាន់នៃព័ត៌មានដែលថាវាប្រហាក់ប្រហែលគ្នាសិតតែជាព័ត៌មានคล้ายៗតែព័ត៌មានដែលធ្វើឲ្យមានការយល់ច្រឡំផ្សេងៗហ្នឹងវាក្នុងក្រុមព័ត៌មានคล้ายៗហ្នឹងបាទអញ្ចឹងទេខ្ញុំតាក់ទងនឹងប្រភេទនេះព័ត៌មានคล้ายៗខ្ញុំសូមជម្រាបជូនប៉ុណ្ណេះបាទចា៎អរគុណច្រើនលោកប្រធានបានធ្វើការជំរាបជូនតាក់ទងទៅនឹងសំណួរទី1ចា៎នេះខ្ញុំក៏មានសំណួរជាបន្តទៀតដើម្បីសាកសួរទៅដល់ខាងលោកប្រធានពាក់ព័ន្ធនឹងកម្មវិធីរបស់យើងតើលោកប្រធានអាចវិតម្លៃបានទេថាបច្ចុប្បន្ននេះស្ថានភាពនៃការរីករាលដាលនៃព័ត៌មានคล้ายៗនៅក្នុងខេត្តពោធិ៍សាត់យើងមានសភាពបែបណាដែរតើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់សន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងចា៎បាទសូមអរគុណបាទចំពោះសំណួរនេះដែរគឺបាទល្អបាទចំពោះការដែលយើងបានអនុវត្តកន្លងមកតាក់ទងការទប់ស្កាត់នៃព័ត៌មានคล้ายៗរបស់យើងនេះនៅក្នុងខេត្តពោធិ៍សាត់យើងមិនសូវមានជាដំណឹងคล้ายៗឬព័ត៌មានคล้ายៗនេះទេបាទភាគច្រើនគឺយើងទទួលបានតែព័ត៌មានដែលគាត់ព័ត៌មានចាស់បើនិយាយទៅយើងចាត់ទុកថាព័ត៌មានដែលបំភ្លៃបាទឬក៏ព័ត៌មានដែលធ្វើមានការភ័ន្តច្រឡំបាទដោយកន្លងទៅខ្ញុំលើកឧទាហរណ៍បាទការគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តដឹកទំនិញនៅចំណុចផ្លូវថ្មដាណាបាទថ្មដាតូចមកចំណុចហ្នឹងបាទគឺកើតឡើងប្រហែលជាច្រើនឆ្នាំហើយបាទបើនិយាយទៅគាត់អ្នកខ្លះគាត់យកមកបង្ហោះបន្តហើយបងប្អូនយើងមួយចំនួនគាត់អត់បានដឹងពីព័ត៌មានពិតមុនទេអញ្ចឹងហើយធ្វើឲ្យគាត់គិតថាព័ត៌មានហ្នឹងគឺជាព័ត៌មានថ្មីបាទប៉ុន្តែតាមក្រុមការងារយើងធ្វើការដែលមានក្រុមការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានបាទគឺយើងបានធ្វើការឆ្លើយបំភ្លឺជាញឹកញាប់បាទនិយាយទៅសឹកមានតែរាល់ឆ្នាំបាទអញ្ចឹងទេចំពោះបញ្ហាអស់នេះបាទយើងបានធ្វើការឆ្លើយតបទៅសាធារណជនឲ្យទាន់ពេលវេលាហើយយើងធ្វើការ short screen នៅព័ត៌មាននោះហើយយើងធ្វើការវាយត្រាបាទត្រារបស់យើងនឹងមានព័ត៌មានคล้ายៗព័ត៌មានបំភ្លៃដូចខ្ញុំបានជម្រាបខាងលើមកអញ្ចឹងបាទប៉ុន្តែយើងធ្វើជាត្រាហើយវាយនៅលើខ្លឹមសារព័ត៌មាននោះហើយយើងធ្វើការបកស្រាយជូនសាធារណជនក៏មានជាការ comment ចូលនៅក្នុងបណ្ដាញដែលផ្សព្វផ្សាយនៅខ្លឹមសារចាស់នោះផងដែរបាទហើយមួយវិញទៀតព័ត៌មានដែលយើងសារជួបដែរនោះគឺបាទព័ត៌មានដែលធ្វើមានការមិនខ្ញុំនិយាយថាព័ត៌មានភ័ន្តច្រឡំណាបាទអញ្ចឹងគឺបាទព័ត៌មានបំភ្លៃ
bà cả lon máu cái tay tại bằng hoនៅខ្លឹមសារផ្សេងថាមួយពីរចេះទៅថាតាក់ទងនឹងសកម្មភាពបាទរបស់អាញាធរខេត្តយើងធ្វើការណាបាទគាត់ថាសកម្មភាពនេះជាបែបនេះបែបនោះចឹងទៅបាទអញ្ចឹងហើយអានេះដូចជាខ្លឹមសារថាយកព័ត៌មានពិតហើយទៅបំភ្លៃទៅជាព័ត៌មានមួយទៀតដែលថាធ្វើអីបាទមហាជនគាត់មានការមិនយល់នៅពីខ្លឹមសារនោះហើយចោតជាបញ្ហាទៅគាត់វិញដែលធ្វើឲ្យគាត់មិនយល់អំពីព័ត៌មាននឹងច្បាស់លាស់បាទអញ្ចឹងនៅក្នុងបញ្ហានេះយើងក៏តែងតែជួបញឹកញាប់ដែរបាទហើយមួយវិញទៀតតកតងនឹងការផលប៉ះពាល់បាទទៅដល់សង្គមគឺដូចជាបាទគឺដូចខ្ញុំបានជម្រាបចឹងធម្មតាថ្នាក់ដឹកនាំឬដូចជាអាជ្ញាធរខេត្តមួយគាត់ខំប្រឹងប្រែងណាស់បាទជាពិសេសដូចខេត្តពោធិ៍សាត់យើងចឹងបាទគឺមានភាពលេចធ្លោបាទពីមហាជនបាទមានការកោតសរសើរដែលគាត់ធ្វើការឆ្លងកាត់ខេត្តពោធិ៍សាត់ផ្ទាល់ក៏ដូចជាការបានឃើញការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងបាទអំពីបាទការរៀបចំបណ្ដាញអគ្គិសនីបាទពីព្រំដែនកំពង់ឆ្នាំងពោធិ៍សាត់រហូតដល់បាទពោធិ៍សាត់បាត់ដំបងគឺមានការរៀបចំជាបណ្ដាញពន្ធអគ្គិសនីបំភ្លឺនៅពេលយប់បាទគ្មានសម្រាមហើយការដាំដើមឈើបាទគឺជាសកម្មភាពលេចធ្លោបាទហើយក្នុងនោះផលប៉ះពាល់គឺប៉ះពាល់ឲ្យគាត់ថាសកម្មភាពដែលគាត់ខំប្រឹងប្រែងធ្វើបែរជាទៅជនមួយចំនួនទៅវាតម្លៃថាណាធ្វើអញ្ចេះវាមិនល្អបាទធ្វើអញ្ចេះទៅវាធ្វើឲ្យប៉ះពាល់ដល់ដោយការរៀបចំសម្រាប់ធ្នាប់ច្រាំងស្ទឹងអញ្ចឹងបាទអញ្ចឹងការពិតគេរៀបចំនោះដើម្បីកែលម្អសោភ័ណភាពនៅក្នុងក្រុងរបស់យើងប៉ុន្តែគាត់ថាបងប្អូនដែលគាត់រស់នៅគឺគាត់ស្ម័គ្រចិត្តណាជាបន្តបន្ទាប់ដើម្បីផ្លាស់ប្ដូរទីលំនៅប៉ុន្តែបងប្អូនមួយចំនួនទៀតដែលឃើញព័ត៌មានអស់ហ្នឹងថាការអភិវឌ្ឍហ្នឹងទៅធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋអីចឹងបាទហ្នឹងហើយគឺជាថាការខំប្រឹងប្រែងរបស់យើងល្អទេប៉ុន្តែគាត់យកទៅផ្សព្វផ្សាយទៅជាមើលទៅរឿងមិនល្អវិញហើយមួយទៀតដែលប៉ះពាល់ដល់ប្រជាពលរដ្ឋវិញបាទត្រង់ចំណុចនេះបើសិនបើគាត់បានទទួលនៅព័ត៌មានផ្សេងដែលថាផ្សព្វផ្សាយទៅមិនពិតខ្ញុំលើកឧទាហរណ៍ដូចជាការរកស៊ីរបស់គាត់ចឹងចោះបាទគាត់ស្ដាប់ថាហាងឆេងនិយាយទៅពងពេញនិយមណាបាទគេហៅថាហាងឆេងមាសបាទអញ្ចឹងបើសិនជាគាត់ទទួលបានព័ត៌មានអំពីការហាងឆេងមាសហ្នឹងមិនពិតប្រាកដបាទធ្វើឲ្យគាត់ថាអាចលក់ទៅបង់ខាតបាទអាជីវកម្មរបស់គាត់ហើយមួយការរស់នៅរបស់គាត់ទៀតបាទបើសិនបើថាគេផ្សាយថាមានតិចទៀតមានបញ្ហាចេះចោះតាក់ទងសុវត្ថិភាពជាតិរបស់យើងដល់ពេលគាត់អត់បានស្វែងរកប្រភពច្បាស់លាស់ធ្វើឲ្យគាត់សម្រេចចិត្តក៏អត់ត្រូវដែរឧទាហរណ៍ថាគាត់ថាមានដីច្រើនយ៉ាងចោះសាប់លឺថាមានបញ្ហាអញ្ចឹងគាត់លក់ដីលក់អីទៅចាយវាអញ្ចឹងហ្នឹងហើយបាទថាធ្វើឲ្យប៉ះពាល់បើសិនជាគាត់មិនបានទទួលព័ត៌មានដែលពិតប្រាកដគ្រប់ជ្រុងជ្រោយបាទនេះគឺជាបញ្ហាផ្សេងដែលថាបង្កមកពីភាពប៉ះពាល់នៃការមិនទទួលបាននៅព័ត៌មានច្បាស់លាស់ឬព័ត៌មានដែលពិតប្រាកដបាទបើនិយាយទៅគឺថាมันបានចេញអំពីជាព័ត៌មានដែលផ្លូវការបាទអរគុណលោកប្រធានបាទដែលបានបាទមានប្រសាសន៍បាទយ៉ាងក្បោះក្បាយចំពោះនៅសំណួរទី2បាទឥឡូវនេះយើងឃើញថាมันងាយបានមានឱកាសទេឥឡូវយើងសួរឲ្យអស់ពីចិត្តហ្នឹងតែគ្រាន់តែពេលវេលាយើងតិចអញ្ចឹងទៅយើងមិនអាចសួរឲ្យបានច្រើនទេយើងឆ្លិចយកសំណួរណាដែលសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋលោកបានយល់ឲ្យកាន់តែច្បាស់បាទឥឡូវនេះឈានមកដល់សំណួរទី3បាទតើបែបណាទៅហៅថាជាអ្នកសារព័ត៌មានបាទលោកប្រធានសូមអញ្ជើញបាទចំណុចនេះដែរក៏បាទស្ថិតតែជាសំណួរខ្លឹមតែម្ដងបាទបើយើងមិនបានថាប្រកាសទុកមុនទេពេលខ្លះតល់នឹងអ្នកសួរដែរបាទចំពោះ
តែថាសំណួរថាបែបណាដែលហៅថាជាអ្នកសារព័ត៌មានបាទអញ្ចឹងបើនិយាយទៅថាអ្នកសារព័ត៌មានបើយើងនិយាយថាបើយើងមើលទូទៅណាឲ្យតែកាន់ទូរស័ព្ទឬកាន់កាមេរ៉ាហើយណាអាចថាមានអ្នកចេះសេខ្លឹមសារខ្លះៗគេនិយាយថាអ្នកព័ត៌មានហើយប៉ុន្តែនៅក្នុងនោះមិនអញ្ចឹងទេបាទនៅក្នុងនេះសារព័ត៌មានយើងចែកចេញជា6បាទហ្នឹងហើយអញ្ចឹងទី1គឺអ្នកសារព័ត៌មានហ្នឹងតែម្ដងបាទអញ្ចឹងអ្នកសារព័ត៌មានហ្នឹងគឺយើងប្រើរូបអារម្មណ៍ទៅហើយចាំខ្ញុំបញ្យល់ប្រាប់សំដៅទៅលើអ្នកដែលប្រកបរបរជាអាជីពបាទឬវិជ្ជាជីវៈជាចម្បងបាទគាត់អត់មានគេហៅថាជំនាញអីផ្សេងទៀតទេក្រៅពីអាជីពសារព័ត៌មានរបស់គាត់ហ្នឹងបាទហើយគាត់អនុវត្តជាប្រចាំតែម្ដងបាទគឺរបបរបស់គាត់គឺគាត់បើកជាស្ថាប័នកសែតមួយបាទហើយគាត់ធ្វើការងារជំនាញរបស់គាត់ជាប្រចាំបាទអត់មានថាម្ដងរត់ទៅគក់ជេដីម្ដងរត់ធ្វើឡានឬក៏ប្រកបអាជីវកម្មនេះនោះទេបាទមួយទៀតនោះគឺសារព័ត៌មានដែរប៉ុន្តែជាប្រជាពលរដ្ឋរបស់យើងទេបាទគាត់អត់មានអាជ្ញាប័ណ្ណអត់មានអីទេប៉ុន្តែគាត់ថាគាត់ជាសារព័ត៌មានប្រជាពលរដ្ឋបើគេនិយាយចឹងបាទហើយក្នុងនោះគឺសំដៅដល់ប្រជាពលរដ្ឋដែលឬជាឬក៏សាធារណជនទូទៅដែលគាត់យល់ពីវិជ្ជាជីវៈព័ត៌មានខ្លះៗហ្នឹងបាទដែលប្រមូលព័ត៌មានផ្សព្វផ្សាយដូចជាការវិភាគនៅព័ត៌មានតាមបណ្ដាញសង្គមផ្សេងបាទនិយាយទៅគាត់ប្រទេសអីគាត់ថាហ្នឹងបាទដំណឹងចម្រុះតែម្ដងបាទហើយជាពិសេសតាមការផ្សព្វផ្សាយរបស់គាត់តាមរយៈបណ្ដាញអ៊ីនធឺណិតឬក៏បណ្ដាញទំនងសង្គមនានាបាទអញ្ចឹងយើងអាចសម័យថាតើយើងជួបសារព័ត៌មានជាពលរដ្ឋប្រមាណអ្នកសារព័ត៌មានអាជីពប្រមាណអ្នកបាទហ្នឹងបាន2ហើយបាទហើយមួយទៀតនោះគឺសារព័ត៌មានដែរប៉ុន្តែគាត់អត់មានអង្គភាពទេបាទហើយក្នុងនេះគឺសំដៅទៅលើអ្នកដែលធ្វើការដោយឯករាជ្យបាទផ្ទាល់ខ្លួនដោយមិនចំណុះឬក៏បំរើឲ្យអង្គភាពណាទេបាទហើយសារព័ត៌មានប្រភេទនេះចែកចាយឬលក់អត្ថបទរូបភាពតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយផ្សេងបាទជាទូទៅគាត់មិនចេញមុខទេបាទគាត់អាចយកព័ត៌មានយកព័ត៌មានហ្នឹងទៅឬក៏ថតរូបហើយគាត់ផ្ដល់ឲ្យអង្គភាពដែលផ្លូវការឬក៏អង្គភាពផ្សេងទៀតបាទអញ្ចឹងហើយគឺយើងក៏ដឹងថាអ្នកខ្លះក៏គាត់ប្រកបរបរអាជីពបែបនេះដែរដូចអ្នកខ្លះក៏ថាគាត់ថតនៅព្រឹត្តិការណ៍អីផ្សេងទៅប៉ុន្តែគាត់មិនមែនជាអ្នកផ្សព្វផ្សាយទេក៏គាត់តែជាអ្នកយកហើយគាត់ផ្ដល់ព័ត៌មាននោះឲ្យទៅអង្គភាពផ្សេងបាទអរគុណបាទលោកហើយមួយទៀតបាទពីរទៀតនោះមិនមែនមួយទៀតទេបាទអ្នកសារព័ត៌មានអាជីពបាទអញ្ចឹងអ្នកសារព័ត៌មានអាជីពខុសពីសារព័ត៌មានដូចមិនដេចបាទគឺសំដៅទៅលើអ្នកសារព័ត៌មានដែលបានទទួលការអប់រំការបណ្ដុះបណ្ដាលនិងការបំពាក់បំពាន់វិជ្ជាជីវៈសារព័ត៌មានបាទហើយបំពេញការងារទៅក្រមសីលធម៌វិជ្ជាជីវៈដើម្បីទទួលបានកម្រៃប្រចាំថ្ងៃបាទអញ្ចឹងទៅយើងអាចគិតមើលដឹងថាតើសារព័ត៌មាននិងសារព័ត៌មានអាជីពវាខុសគ្នាមិនបាទខាងនោះអត់បានការបណ្ដុះបណ្ដាលទេបាទប៉ុន្តែគាត់ធ្វើជាអ្នកសារព័ត៌មានដែរប៉ុន្តែបើសារព័ត៌មានអាជីពគាត់មានការគោរពនៅក្រមសីលធម៌របស់យើងបាទតែមានចែងនៅក្នុងក្រសួងរបស់យើងថាអ្នកសារព័ត៌មានយើងត្រូវយ៉ាងម៉េចខ្លះគោរពតាមក្រមសីលធម៌យ៉ាងម៉េចខ្លះបាទហើយការប្រព្រឹត្តទៅនៃការអនុវត្តការងាររបស់គាត់ទៅតាមវិជ្ជាជីវៈរបស់គាត់អត់ឬក៏គាត់ថាដើរទៅគាត់យកនាមជាអ្នកសារព័ត៌មានទេប៉ុន្តែដើរទៅសុំលុយគេទៅចម្រិតទាគេហ្នឹងគឺជាមិនមែនអ្នកសារព័ត៌មានអាជីពទេគឺអាចថាចូលបើនិយាយទៅថាអាចចូលសារព័ត៌មានចំណុចទី1បាទហ្នឹងហើយបាទចាអរគុណហើយមួយទៀតបាទនៅសល់មួយទៀតគឺព័ត៌មាន
អង្គភាពសារព័ត៌មាននោះបាទអញ្ចឹងសំដៅទៅលើក្រុមបុគ្គលឬក៏នីតិបុគ្គលដែលផ្សព្វផ្សាយព័ត៌មានជាសាធារណៈតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឬទំនើបបាទអញ្ចឹងទេបាទអ្វីទាំងអស់ហ្នឹងគឺការបែងចែកនៅទូនីតិរបស់អ្នកសារព័ត៌មានមួយដែលថារូបភាពដូចគ្នាប៉ុន្តែការអនុវត្តផ្សេងគ្នាបាទអញ្ចឹងហើយថាបងប្អូនយើងត្រូវស្វែងយល់ថាប្រភេទណាជាអ្នកសារព័ត៌មានកុំឲ្យឃើញតែកាន់ទូរស័ព្ទកាន់កាមេរ៉ាឬក៏ទៅសេអត្ថបទទៅសេអីខ្លះជាអ្នកសារព័ត៌មានទាំងអស់មិនអញ្ចឹងទេអញ្ចឹងហើយបានអាជ្ញាធរបងប្អូនយើងមួយចំនួនតែមកសួរខ្ញុំបាទឃើញអ្នកសារព័ត៌មាននេះសារព័ត៌មាននោះចុះទៅដល់ពេលខ្ញុំសួរថាឈ្មោះអីអង្គភាពណាគាត់អត់ដឹងបាទអញ្ចឹងហើយបានថាការបែងចែកអត់ទាន់ច្បាស់ធ្វើឲ្យគាត់មានការភ័ន្តច្រឡំបាទភ័ន្តច្រឡំត្រង់អីយល់ខុសឆ្គងទៅលើអ្នកសារព័ត៌មានអាជីពបាទគាត់ថាគាត់មានក្រមសីលធម៌វិជ្ជាជីវៈរបស់គាត់បាទហើយដាក់បន្ទុកអ្នកដែលដើរចម្រិតទាលុយគេហ្នឹងគឺធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់អ្នកសារព័ត៌មានអាជីពបាទអញ្ចឹងហើយបានថាអ្វីដែលខ្ញុំបានជម្រាបខាងលើដើម្បីឲ្យបងប្អូនយើងងាយចំណាំថាណាមួយណាជាសារព័ត៌មានដែលគ្រប់តាមក្រមសីលធម៌វិជ្ជាជីវៈមានការបណ្ដុះបណ្ដាលអីផ្សេងហ្នឹងបាទហ្នឹងហើយគឺជាអ្នកសារព័ត៌មានដែលថា100%បាទមិនគេមាសទឹក10បាទហ្នឹងហើយអត់មានទៅប៉ះពាល់ទៅចម្រិតទីណាទេគាត់មានគោលបំណងតែមួយគិតគឺចុះយកព័ត៌មានពិតផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមថ្នាក់ដឹកនាំបាទអញ្ចឹងទេក្នុងចំណុចសំណួរទី4នេះទី3បាទខ្ញុំបាទសូមបកស្រាយជូនប៉ុណ្ណេះបាទសូមអរគុណចា៎បាទអរគុណបាទលោកប្រធានបានជម្រាបជូនយ៉ាងក្បោះក្បាយបាទឥឡូវនេះដោយសារតែបាទឥឡូវនេះដល់ចែកគ្នាសួរណាដូចជាច្រើនបន្តិចហើយតែនេះជាឱកាសរបស់យើងដើម្បីបាទជំនួសការងឿងឆ្ងល់ពីសំណាក់មហាជនជាបរដ្ឋដើម្បីលោកបានជ្រាបកាន់តែច្បាស់បាទឥឡូវនេះសំណួរទី4ដល់ផ្ដល់សិទ្ធទៅកញ្ញាប្រធានបាទអញ្ជើញបាទសំណួរបន្តទៀតដើម្បីធ្វើការផ្ដល់ជូនលោកប្រធានគឺយើងឃើញថាមន្ទីរព័ត៌មានពោធិ៍សាត់យើងរយៈពេលប្រហែលថ្ងៃទៀតដូចជាថ្ងៃទី2នឹងមានយុទ្ធនាការរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី2ខែកក្កដាខាងមុខនេះតើលោកប្រធាននឹងរំពឹងថានឹងទទួលបានលទ្ធផលជាវិជ្ជមានបែបណាដែរក្នុងយុទ្ធនាការនេះចា៎បាទសូមអរគុណបាទចំពោះសំណួរនេះដែរបាទចំពោះយើងមើលឃើញថាតកតងនឹងចំណុចការផ្សព្វផ្សាយជំហានទី1បាទគឺយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗថា say no to fake news បាទអញ្ចឹងខេត្តពោធិ៍សាត់យើងបានធ្វើកាលពីឆ្នាំ2025រួចមកហើយបាទអញ្ចឹងយុទ្ធនាការនេះយើងក៏បានធ្វើធំនៅក្នុងខេត្តបាទដែលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពីអាដាមហ៊ុយដាបាននៃគណៈបាខេត្តអញ្ជើញចូលរួមផ្ទាល់រួមនឹងថ្នាក់ដឹកនាំដូចជាមន្ត្រីរាជការបាទប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះកហើយនឹងបានធ្វើការដង្ហែផ្សព្វផ្សាយដែរហើយក្នុងនោះក៏យើងបានធ្វើការជ្រាបទៅតាមបណ្ដាស្រុកនានាបាទអញ្ចឹងទេឃើញថាជំហានមួយយើងបានសម្រេចនៅគោលបំណងហើយគឺបាទអ្វីដែលយើងផ្សព្វផ្សាយទៅគឺថាយើងមានប្រសិទ្ធភាពហើយបងប្អូនយើងមានប្រជាពលរដ្ឋហើយផ្សេងៗហ្នឹងក៏ចូលរួមបានច្រើនយល់ដឹងច្រើនហើយមួយវិញទៀតដែលខ្ញុំមើលឃើញគឺថាដែលមានការដឹកនាំដោយអាដាមអបាលគឺពង្រឹងដល់អង្គភាពនានាបាទនៅពេលដែលមានបញ្ហាអីកើតឡើងនៅក្នុងជំនាញណាមួយឬក៏នៅក្នុងភូមិសាស្ត្រនៃក្រុងស្រុកណាមួយគឺធ្វើការងើបឡើងភ្លាមបាទដោយការធ្វើការឆ្លើយតបចុះទៅផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋឬក៏ចេញជាលិខិតបំភ្លឺផ្សេងដើម្បីទប់ស្កាត់នៅការផ្សព្វផ្សាយនៅព័ត៌មានមួយដែលថាលេចឡើងអមថាប្រជាពលរដ្ឋមួយចុះគាត់មានទូរស័ព្ទគាត់ថតហើយគាត់បង្ហោះអញ្ចឹងទៅបងប្អូនយើងពេលខ្លះគាត់ឃើញរឿងអញ្ចឹងគាត់មានការប្រតិកម្មខ្លាំង
ចឹងហើយបាទបើយើងមិនបាននៅធ្វើការទប់ស្កាត់ទាន់ទេព័ត៌មាននោះកាន់តែចែករំលែកបន្តអញ្ចឹងហើយបញ្ហានេះគឺយើងបានធ្វើការបានបើនិយាយថាយើងអាចវិតម្លៃថាគាត់មានការទទួលខុសត្រូវខ្ពស់ទៅលើជំនាញរបស់គាត់មួយបាទគេថាធ្វើឲ្យព័ត៌មានមួយហ្នឹងมันជាផ្ទុះជាច្រើនថ្ងៃដែលមានការឆ្លើយតបទេគឺយើងបានធ្វើការបកស្រាយបាទព្រាមដូចកន្លងទៅវាមានសកម្មភាពផ្សេងដែលតាក់ទងនឹងសិស្សសាលាក៏ដូចជាបាទពាក់ព័ន្ធបាទពីចាំមួយរយៈនេះទៅខេត្តពោធិ៍សាត់យើងដូចជាឃើញនៅបែបតាក់ទងនឹងខាងអប់រំច្រើនប៉ុន្តែព័ត៌មានទាំងអស់នោះសិតតែជាព័ត៌មានថាកើតចេញអំពីការថ្នាក់ចិត្តរបស់ពួកគាត់ទេបាទលុះតែដល់អាជ្ញាធរអីចុះទៅបញ្យលណែនាំទៅគាត់មានការយល់ដឹងបាទអញ្ចឹងហើយវាធ្វើឲ្យប៉ះពាល់ទៅដល់ខេត្តយើងទាំងមូលផងដែរហ្នឹងហើយបាទហើយមកវិញគឺអ្វីដែលថាខ្ញុំរំពឹងទុកក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងបាទនៃការដាក់ផែនការនៃយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายជំហាន2នេះគឺបាទយើងរំពឹងទុកថានឹងបង្កើននៅការយល់ដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់យុវវ័យនិងប្រជាពលរដ្ឋបាទចំណុចទី1ចំណុចទី2គឺការផ្លាស់ប្ដូរអិរិយាបថរបស់យុវជនក្នុងការប្រើប្រាស់ព័ត៌មានឬប្រព័ន្ធផ្សព្វផ្សាយប្រកាន់ភ្ជាប់នៅសុវត្ថិភាព Digital និងបណ្ដាញទំនាក់ទំនងសង្គមប្រកបដោយទំនួលខុសត្រូវបាទចំណុចនេះគឺបាទគឺចង់ឲ្យគាត់ថាមុននឹងគាត់បង្ហោះអីណាគាត់ចែករំលែកព័ត៌មានអីឲ្យគាត់មានគំនិតថាយើងត្រូវគិតសិនបាទត្រូវស្វែងយល់ថាណាព័ត៌មានហ្នឹងចេញមកពីណាបាទហើយអ្នកបង្ហោះនោះគឺជាមនុស្សប្រភេទណាទៀតបាទហើយគាត់ថ្លឹងថ្លែងអីរួចហើយគាត់នឹងអាចមើលឃើញហើយថាតើព័ត៌មាននោះគាត់គួរចែករំលែកឬក៏អត់ហើយបើគាត់ចែករំលែកត្រូវប៉ះពាល់ទៅលើអីខ្លះបាទហើយពេលដែលគាត់ចែករំលែកទៀតនោះឬក៏គាត់បង្ហោះតើវាធ្វើឲ្យប៉ះពាល់អីខ្លះដល់គាត់ដល់សង្គមបាទនេះគឺជាចំណុចដែលយើងយកទៅទឹកដាក់ចំពោះយុវវ័យបើក្នុងនោះយុវវ័យបើនិយាយទៅពីប្រជាពលរដ្ឋយើងទូទាំងប្រទេសហ្នឹងគឺវាចូល 65% បាទអញ្ចឹងហើយយុវជនហ្នឹងគឺជាអ្នកដែលបាទប្រើប្រាស់នៅបណ្ដាញសង្គមប្រព័ន្ធផ្សព្វផ្សាយបែបdigital សម័យឥឡូវគេថាប្រើបណ្ដាញសង្គម Facebook ណា TikTok ឬក៏Instagram អីផ្សេងហ្នឹងគឺគាត់និយមប្រើហ្នឹងគឺថាយើងថាមានទូរស័ព្ទមួយគឺដូចជាមានប៉ុសផ្សាយមួយចឹងបាទហើយមួយវិញទៀតគឺការគ្រប់គ្រងនៅសាធារណមតិជាមួយវិធានការឆ្លើយតបនឹងព័ត៌មានคล้ายបាទដូចយើងឃើញស្រាប់ហើយបាទទាំងក្រមសាធារណមតិនៃមន្ទីររបស់យើងបាទក៏ដូចជាតាមបណ្ដាក្រុងស្រុកបាទយើងបានធ្វើការជាមួយគ្នាល្អហើយបាទហើយយើងរំពឹងថាយើងនឹងបន្តសហការគ្នាបន្តទៀតដើម្បីយើងចូលរួមទប់ស្កាត់នៃបាទព័ត៌មានคล้ายដំណឹងคล้ายផ្សេងហ្នឹងនៅក្នុងខេត្តរបស់យើងដើម្បីយើងបាទសម្រេចនៅកិច្ចការងារទប់ស្កាត់នៅព័ត៌មានคล้ายហ្នឹងឲ្យវាថាមិនឲ្យវាមានច្រើនបាទហើយមួយទៀតគឺសុវត្ថិភាពព័ត៌មានដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននិងការបញ្ចេញមតិបាទកាលណាដែលយើងបញ្យល់គាត់ឲ្យដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិនៃខ្លឹមសារដែលគាត់បង្ហោះទៅហ្នឹងគឺយល់ច្បាស់ហើយគឺបើនិយាយទៅថាទាំងផលប៉ះពាល់គាត់ក៏មិនមានក៏ដូចជាសង្គមជាតិក៏មិនមានកើតឡើងទៀតដែរបាទនេះហើយគឺជាអ្វីដែលថាយើងនឹងរំពឹងទុកហើយនឹងជំរុញនៃការអនុវត្តការងារយុទ្ធនាការរបស់យើងជំហាន2នេះឲ្យកាន់តែមានភាពជោគជ័យបន្ថែមទៀតបាទសូមអរគុណបាទអរគុណបាទដល់លោកធានបានជម្រាបជូននៅសំណួរឆ្លើយនៅសំណួរទី4បាទយ៉ាងក្បោះក្បាយបាទចាព្រោះថាដូចជានៅសល់ខណ្ឌស្អែកចាស្អែកថ្ងៃទី1
ចឹងយើងគៀកមែនតែនតេតោទៅនឹងកម្មវិធីយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ចាបាទក្នុងនេះដែរគឺសូមបន្ថែមបន្តិចបាទបានជើងចំពោះយុទ្ធនាការនេះដែរយើងនឹងធ្វើការយុទ្ធសាស្ត្រទៅលើតាមវិទ្យាល័យបាទដូចខ្ញុំបានជម្រាបខាងដើមអញ្ចឹងគឺសិស្សដែលប្រើនៅឧបករណ៍ទំនាក់ទំនងសង្គមរបស់យើងណា smartphone ណាបាទគ្រប់ប្រភេទបាទអញ្ចឹងទេគាត់មានការប្រើប្រាស់ច្រើនបើធៀបទៅវាចូល65% នៃប្រជាពលរដ្ឋសរុបរបស់យើងណាមកយើងនិយាយទៅទាំងចាស់ទាំងក្មេងអីហ្នឹងយុវជនហ្នឹងច្រើនជាងគេបាទអញ្ចឹងហើយយើងបាញ់គោលដៅទៅលើសិស្សអនុវិទ្យាល័យឬវិទ្យាល័យបាទពួកគាត់កន្លងមកគាត់គិតថាការប្រើប្រាស់ទូរស័ព្ទរបស់គាត់ដើម្បីទំនាក់ទំនងរវាងមិត្តភ័ក្តិគ្រួសារឬក៏យើងដឹងហើយថាឥឡូវវាមានការសិក្សាតាមបណ្ដាញសង្គមផ្សេងបាទការរៀនសូត្រតាមបណ្ដាញសង្គមអញ្ចឹងហើយនៅក្នុងនោះការប្រើប្រាស់របស់គាត់ច្រើនអញ្ចឹងហើយឲ្យគាត់ប្រវែក៏ចាប់អារម្មណ៍ទៅលើបាទទប់ស្កាត់ទាំងអស់គ្នាតាក់ទងព័ត៌មានคล้ายៗដើម្បីកាលណាមានការចូលរួមពីគាត់កាន់តែច្រើនទៀតគឺប្រជាពលរដ្ឋយើងមានការយល់ដឹងបាទទាំងមកថាគាត់ចេះអាហ្នឹងហើយឪពុកម្ដាយគាត់បាទអត់សូវចេះទេអញ្ចឹងគាត់អាចយកអ្វីដែលគាត់បានយល់ហ្នឹងយកទៅផ្សព្វផ្សាយដល់គ្រួសាររបស់គាត់ថាឪពុកម្ដាយឬក៏គាត់មានប្អូនមានអីអញ្ចឹងបងប្អូនអញ្ចឹងបាទគាត់ផ្សព្វផ្សាយបន្តនេះហើយជាយុទ្ធសាស្ត្រមួយដែលថ្នាក់ដឹកនាំក្រសួងយើងដែលដឹកនាំដោយអាដាមនេត ពេត្រាបានដាក់ទិសដៅបាទចម្បងទៅលើយុវជនរបស់យើងបាទហើយក្នុងនោះក៏សូមជម្រាបពិធីករទាំងពីរក៏ដូចជាប្រិយមិត្តអ្នកស្ដាប់របស់យើងបាទមិនថាស្ដាប់តែឡើយមានអ្នកទស្សនាទៀតគឺយើងធ្វើយុទ្ធនាការរបស់យើងហ្នឹងគឺវាជាគោលដៅសំខាន់ហ្នឹងគឺ3បាទគឺនៅថ្ងៃទី2គឺនៅខាងវិទ្យាល័យពោធិ៍សាត់ចាបាទហើយថ្ងៃទី10យើងនៅកណ្ដៀងបាទហើយនឹងទី17នៅបកានបាទហើយចំពោះយុទ្ធគោលដៅផ្សេងទៀតយើងនឹងចាបាទសូមអធិស្ឋានបាទយើងនឹងធ្វើការទៅតាមភាពជាក់ស្ដែងព្រោះគោលដៅផ្សេងទៀតឆ្ងាយឧទាហរណ៍ដូចជានៅខាងស្រុកកកោស្រុកបាកានស្រុកតឡូក៏ដូចជាស្រុកវាវែងបាទអញ្ចឹងទេបាទយើងភាសាការងាររបស់យើងក៏មានការចំណាយធំបើនិយាយទៅបាទហើយអញ្ចឹងហើយគោលដៅផ្សេងទៀតគឺយើងនឹងអនុវត្តតាមភាពជាក់ស្ដែងបាទតូចឬធំអានឹងយើងនៅតែបន្តអនុវត្តទៀតដើម្បីឲ្យយុទ្ធនាការរបស់យើងបានផ្សព្វផ្សាយទូទាំងខេត្តបាទសូមអរគុណបាទគ្រប់អរគុណបាទលោកធានបាទជាធម្មតាយើងកម្មវិធីយើងតែងតែមានសម្រាប់ឆ្លងម៉ោងដល់ដោយសារយើងរំលេចនៅសំណួរទាំងសំខាន់ខ្លាចមិនបានគ្រប់បាទណាមួយបើមិនគ្រប់ក៏បានក្រាស់ក្រែលដែរណាបាទអញ្ចឹងទៅយើងបើមិនបានសម្រាប់ឆ្លងម៉ោងទេយើងអនុញ្ញាតជម្រាបសួរលោកប្រធានជាបន្តនៅសំណួរទី5បាទហ្នឹងបាទលោកធានតើក្នុងយុទ្ធនាការនេះមន្ទីរព័ត៌មានកិច្ចសហការជាមួយអាជ្ញាធរដែនដីក្រុងស្រុកឃុំសង្កាត់សមត្ថកិច្ចពាក់ព័ន្ធនិងបណ្ដាញសារព័ត៌មានក្នុងស្រុកយ៉ាងដូចម្ដេចខ្លះដើម្បីចូលរួមទប់ស្កាត់នៅបទល្មើសព័ត៌មានคล้ายៗនេះបាទសូមអរគុណចំពោះសំណួរនេះបាទអ្វីទាំងអស់ក៏ដូចជាខ្ញុំបានជម្រាបពីខាងលើមកខ្លះដែរបាទតើយើងបានអនុវត្តកន្លងមកជាមួយអាជ្ញាធរក៏ដូចជាបាទមន្ទីរអង្គភាពជំនាញគ្រប់លំដាប់ថ្នាក់បាទហើយអ្វីដែលថាយើងសហការនោះគឺយើងគឺនៅតែពង្រឹងនៃកិច្ចការងារយើងចាស់ដោយនៅក្នុងអង្គភាពឬគមទីមួយមានអ្នកនាំពាក្យបាទមកមួយអង្គភាព2នាក់យ៉ាងតិចបាទអញ្ចឹងហើយយើងមានជាក្រុមបើសិនបើមានព័ត៌មានណាមួយដែលជាព័ត៌មានដែលថាធ្វើឲ្យមានព័ត៌មានសរសើរណាបាទដែលថាងាយនឹងការចាប់អារម្មណ៍បាទព័ត៌មានហ្នឹងវាផ្ទុះប៉ុន្តែមិនជារឿងផ្ទុះខាងល្អទេបាទចង់សំដៅទៅលើភាពអវិជ្ជមាន
បាទដែលព័ត៌មាននោះបង្ហោះឡើងអញ្ចឹងយើងធ្វើការផ្ដល់ព័ត៌មាននោះទៅដល់អង្គភាពជំនាញឬក៏អាជ្ញាធរស្រុកក្រុងមួយបាទដើម្បីឲ្យគាត់ធ្វើការស្រាវជ្រាវហើយបំភ្លឺមកដល់ក្រុមរបស់យើងបាទដែលចាំជួយ support គាត់ចាំជួយគ្រប់គ្រងរបស់គាត់បាទហើយក៏ដូចជាឲ្យគាត់ណាឆ្លើយតបទៅនឹងបញ្ហាអស់នេះក៏ដូចជាធ្វើការផ្សព្វផ្សាយហើយអ្វីដែលថាយើងធ្វើការនោះគឺជាមួយគាត់គឺមានភាពរលូនហើយរាល់ថ្ងៃគាត់ថានៅអង្គភាពមួយចំនួនក៏គាត់មិនទាន់យល់ច្បាស់បើដោយសារមន្ត្រីរបស់គាត់នឹងមិនទាន់បានទទួលនៅការបណ្ដុះបណ្ដាលក៏ដូចជាការយល់ដឹងអំពីបាទបែបបទតែព័ត៌មានคล้ายហ្នឹងវាធ្វើម៉េចបាទហើយគួរតែឆ្លើយតបរបៀបម៉េចបាទអញ្ចឹងហើយគាត់មិនទាន់នៅការយល់ដឹងរបស់គាត់និយាយទៅថានៅមានកម្រិតបាទអញ្ចឹងហើយក្នុងនេះជាហេតុមួយថាពេលខ្លះក៏យើងការឆ្លើយតបក៏មានភាពយឺតខ្លះដែរបាទហើយអ្វីដែលថាយើងត្រូវបន្តគឺមានថានឹងជំរុញគាត់ឲ្យមានការយកចិត្តទុកដាក់ទៅលើបាទអ្វីដែលថាផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហើយនឹងតាក់ទងនឹងជំនាញរបស់គាត់ហើយយើងនៅតែជំរុញនៅការផ្ដល់នៅឯកសារដើម្បីឲ្យគាត់មានការយល់ដឹងអំពីអ្វីដែលត្រូវឆ្លើយតបជាមួយនឹងមហាជននៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងតាក់ទងនឹងជំនាញរបស់គាត់បាទអរគុណបាទលោកប្រធានឥឡូវនេះគឺឈានដល់សំណួរចុងក្រោយเนาะដែលខ្ញុំបកគលជូនដល់កញ្ញាពុទ្ធាដែរបាទចាអរគុណនេះខ្ញុំក៏មានសំណួរជាបន្តទៀតដើម្បីផ្ដល់ជូនទៅលោកប្រធានចារយៈពេលពេញ1ម៉ោងគឺលឿនណាចាក្នុងនាមលោកប្រធានជាសេនាធិការដឹកនាំវិស័យព័ត៌មានប្រចាំខេត្តទាំងមូលលោកប្រធានមានអនុសាសន៍ឬក៏សារកន្លឹះអ្វីខ្លះដើម្បីជូនទៅដល់បងប្អូនប្រជាពលរដ្ឋមិនយុវវ័យយើងឲ្យពួកគាត់នឹងគឺបានយល់ដឹងមិនងាយចង់និយាយថាមិនងាយចាញ់បោកជាមួយនឹងព័ត៌មានខ្លាំងខ្លាយចាបាទអ្វីដែលជាសារកន្លឹះរបស់ខ្ញុំនោះក៏មិនមានអីជាច្រើនដែរគ្រាន់ថាជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្រសួងរបស់យើងទេគឺថាគាត់ដាក់មកគឺមានភាពគ្រប់ជ្រុងជ្រោយបាទអញ្ចឹងហើយអ្វីដែលថាយើងនៅថ្នាក់ក្រោមនេះគឺយើងចាំតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតែប៉ុណ្ណោះទេបាទហើយក្នុងនេះក៏ខ្ញុំសូមបញ្ជាក់ដែរតាក់ទងជាមួយនឹងបាទយុទ្ធសាស្ត្រដែលយើងដើរមកនេះគឺយើងបញ្ជ្រាបទៅលើយុវជនហើយអ្វីដែលថាឲ្យគាត់យល់ដឹងកាន់តែច្បាស់នោះគឺទង្វើអ្វីមួយដែលថាគាត់កំពុងតែប្រើប្រាស់នៅបណ្ដាញសង្គមថាអ្វីដែលយើងគួរចែករំលែកនិងមិនចែករំលែកហើយមួយទៀតថាធ្វើឲ្យគាត់ត្រូវយល់ថាមានការពេលដែលគាត់ធ្វើទៅហ្នឹងមានការប៉ះពាល់ទៅដល់គាត់ក៏ដូចជាសង្គមជាតិឬអត់បាទអ្វីទាំងអស់នេះគឺជាចំណុចសំខាន់បាទហើយខ្ញុំនឹងបញ្ជាក់ថាអ្វីដែលជាយើងចង់ជំរុញនៅហៅថាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងបានយល់ដឹងនោះគឺផ្ដោតទៅលើយុវជននឹងហើយបាទសូមបន្តិចដោយសារវាជាប់គាំងបន្តិចបាទចាយើងឃើញថាដោយលោកប្រធានបានធ្វើការជំរាបជូនអញ្ចឹងថាតកតងទៅនឹងព័ត៌មានខ្លាំងៗបច្ចុប្បន្ននេះគឺបញ្ជ្រាបទៅដល់យុវជនចាឲ្យគាត់នឹងយល់ដឹងកាន់តែច្បាស់ព្រោះថាយុវជនគាត់ប្រើ smartphone ចាអញ្ចឹងគាត់មុននឹងចែករំលែកជាមួយនឹងព័ត៌មានអ្វីមួយឬក៏ like share comment ហ្នឹងឲ្យគាត់នឹងមើលបានច្បាស់លាស់គ្រប់ជ្រុងជ្រោយមុននឹងយើងចែករំលែកណាបាទ
ខ្ញុំលើកឧទាហរណ៍មួយចោះបានហ្នឹងហើយបើកាលពីបើខ្ញុំមានកិត្តិយសរួមដំណើរជាមួយថ្នាក់នាំខេត្តរួមទាំងលោកប្រធានមន្ត្រីពលរដ្ឋរបស់យើងដែរកាលទៅកាលការវាយប្រហារពីចោលសៀមប្រទេសថៃកាលវត្តប្រម៉ោយហ្នឹងហើយខ្ញុំមិននឹងដែរស្រាប់តែបែកចេញពីពលមានមកពីណាបាទថាទម្លាក់ក្នុងវត្តនឹង3គ្រាប់ហើយតាំងក៏ពិតជាក់ស្ដែងខ្ញុំនឹងលោកប្រធានមន្ត្រីបាទនឹងអបបាលខេត្តលោកនោះដែរបាទហើយសកម្មភាពឃើញនេះអានេះហើយជាលទ្ធផលនៃពលមានខ្លាំងៗធ្វើឲ្យបាទអសន្តិសុខចលាចលពេញទឹកពេញដីទាំងអស់បាទនេះហើយជាពលមានខ្លាំងៗបាទក្នុងសំណួរបាញ់មិញហ្នឹងគឺអ្វីដែលថាជាចំណុចគន្លឹះបាទដែលថាយើងត្រូវយកមកអនុវត្តនោះគឺគោលដៅរបស់យើងគឺបាទទី1ហ្នឹងគឺចង់បញ្ញត្តិស្មារតីបាទការដាស់តឿនដូចជាការបង្កើននិងការចាប់អារម្មណ៍បាទដល់សាធារណជនទូទៅតែម្ដងបាទបញ្ញត្តិស្មារតីយ៉ាងម៉េចថាតើទៅពេលដែលយើងប្រើប្រាស់បណ្ដាញសង្គមនេះប្រសិនបើព័ត៌មានហ្នឹងវាជាព័ត៌មានមួយដែលធ្វើឲ្យប៉ះពាល់តើប្រទេសជាតិរបស់យើងទាំងមូលហ្នឹងគឺត្រូវស្ថិតនៅក្នុងចំណុចណាស្ថានភាពបែបណាហើយប្រជាពលរដ្ឋទាំងមូលនឹងគាត់ប្រសិនថាមានការផុសផុលនៃការចែករំលែកព័ត៌មានទាំងអស់នោះដែលមិនពិតគឺប្រជាពលរដ្ឋយើងគឺចង់និយាយថាវាមានភាពចលាចលនៅក្នុងសង្គមបាទអញ្ចឹងហើយយើងថាបញ្ញត្តិស្មារតីរបស់គាត់ឲ្យមានការចាប់អារម្មណ៍បាទដាស់តឿនស្មារតីខ្លួនឯងថាមុននឹងចែករំលែកមុននឹងបង្ហោះព័ត៌មានអីមួយត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយបាទស្វែងរកប្រភពអីផ្សេងបាទហើយមួយវិញទៀតគឺការបញ្ចូលនៅចំណេះដឹងដែលខ្ញុំបានលើកខាងដើមគឺយើងបង្រឹងនៅអក្ខរកម្មព័ត៌មានបាទទី1ការយល់អំពីព័ត៌មានហើយអក្ខរកម្មនៃការផ្សព្វផ្សាយទៀតបាទបើសិនជាគាត់មិនបានយល់អាហ្នឹងគាត់ចេះតែបរោះផ្ដេសផ្ដាស់គាត់ឃើញរឿងអីមួយគាត់មិនបានឲ្យគ្រប់ជ្រុងជ្រោយទេឧទាហរណ៍ថាយើងឃើញថានៅកន្លែងមួយថាមានទឹកស្អុយហូរកាត់អីចឹងគាត់មិនទាន់ដឹងអីផងគាត់បរោះអាហ្នឹងវឹងចាបាទនិយាយចេះនិយាយចុះទៅមានការចាប់អារម្មណ៍អញ្ចឹងមិនថាអក្ខរកម្មនៃការយល់ដឹងព័ត៌មានអក្ខរកម្មនៃការផ្សព្វផ្សាយធ្វើឲ្យគាត់យល់ដឹងហើយយើងអនុវត្តនេះនៅក្រោមទិសស្លោកថាគិតមុនជឿបាទហើយមួយទៀតគឺឆែកមុនសៀឆែកហ្នឹងឆែកអីដូចយើងបានដឹងហើយថារដ្ឋាភិបាលយើងបានប្រកាសនៅបណ្ដាញផ្លូវការដែលថាជាការទុកចិត្តបានអញ្ចឹងក្នុងនោះមានបាទเพจផ្លូវការរបស់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលបាទเพจរបស់អង្គភាពដូចជាក្រសួងការពារជាតិក្រសួងការបរទេសបាទក្រសួងព័ត៌មានเพจអាយដាមនេតភត្រានិងเพจផ្សេងទៀតបាទអញ្ចឹងគាត់បានប្រភពព័ត៌មានពីព័ត៌មាននោះអត់ហ្នឹងហើយអញ្ចឹងមិនថាយើងបានប្រកាសជាសាធារណៈហើយបើសិនជាគាត់មិនបានយកពីអាហ្នឹងមកទេគឺគាត់អាចនឹងត្រូវប្រឈមនៅការបន្តចែកចាយនៅព័ត៌មានคล้ายៗផ្សេងអញ្ចឹងទេបើគាត់ដឹងពីហ្នឹងហើយគឺលែងជាបញ្ហាចោទទៅលើគាត់វិញហើយបាទហើយចំណុចទី3នោះគឺការលើកកម្ពស់នៅបណ្ដាញស្វ័យការពារបើយើងនិយាយថាយើងភាពសកម្មមកឧទាហរណ៍ថាមានបញ្ហាមួយកើតឡើងអញ្ចឹងយើងក៏គិតមុនទេថាអាចនឹងកើតឡើងអញ្ចឹងយើងត្រូវតើយើងត្រូវទប់ស្កាត់យ៉ាងម៉េចការពារយ៉ាងម៉េចដើម្បីកុំឲ្យព័ត៌មាននោះវាផ្ទុះឡើងបាទមិនថាចាំដល់ថាព័ត៌មាននឹងផ្ទុះឡើងហើយបានយើងធ្វើការឆ្លើយតបនោះទេបាទនេះហើយថាចំណុចគន្លឹះផ្សេងដែលយើងកំពុងតែអនុវត្តហើយយុទ្ធសាស្ត្រនេះគឺយើងបានមានគោលដៅធានាទៅលើការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅក្នុងចំណោមយុវវ័យក៏ដូចនឹងការបង្កើតនៅខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាពបាទនឹងប្រឆាំងនឹងគ្រោះថ្នាក់នៃព័ត៌មានคล้ายៗការឆបោកការគំរាមកំហែងតាមប្រព័ន្ធអនឡាញបាទនៅក្នុងជីវភាពរបស់គាត់ប្រចាំថ្ងៃបាទអញ្ចឹងក្នុងន័យនេះខ្ញុំថា
ប្រសិនមកគាត់យល់អាហ្នឹងទោះជាបណ្ដាញសង្គមគេហៅថាទេមកឆបោកផ្សេងណានិយាយឃើញហើយតាមបណ្ដាញសង្គមឃើញមានការទេមកតាក់ទងនឹងធនាគារបាទថាទេមកធ្វើឲ្យការធ្វើបច្ចុប្បន្នភាពនិយាយថាអាប់ដេតគណនេយ្យរបស់គាត់ណាហ្នឹងហើយឬក៏ថាដល់ថ្ងៃបងប្រាក់បងអីចឹងទៅព្រោះគាត់មិនយល់ដឹងអំពីគ្រោះថ្នាក់នៃការមិនយល់ដឹងអំពីការប្រើប្រាស់បណ្ដាញសង្គមសពថ្ងៃទេគាត់នឹងត្រូវប្រឈមនៅភាពខាតបង់ផ្សេងតិចឬច្រើនអាស្រ័យទៅលើគាត់ផ្ទាល់ណាបាទអញ្ចឹងហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើងបាទត្រូវមានការយកចិត្តទុកដាក់ខ្ពស់ព្រោះបណ្ដាញសង្គមសពថ្ងៃគឺមានការអភិវឌ្ឍអត់ឈប់ឈរទេបាទហើយអ្វីដែលល្អក៏មានច្រើនហើយមិនល្អក៏មានច្រើនដែរបាទអញ្ចឹងហើយដើម្បីបញ្ជៀសនៅបាទការខាតបង់ផ្សេងយើងត្រូវតែស្វែងយល់អំពីបាទប្រព័ន្ធផ្សព្វផ្សាយនៅពេលបច្ចុប្បន្នក៏ដូចជាការប្រើប្រាស់នៅបាទសម្ភារៈរបស់ខ្លួនប្រចាំថ្ងៃជាពិសេសគឺការប្រើប្រាស់ smartphone នឹងតែម្ដងបាទអញ្ចឹងបើថាវាទំនើបប៉ុន្តែវាផ្ដល់នៅផលវិជ្ជមាននិងអវិជ្ជមានដល់យើងផងដែរបើសិនបើយើងមិនមានការស្វែងយល់ច្បាស់លាស់ទេការប្រើប្រាស់ឧបករណ៍នោះច្បាស់លាស់ទេយើងនឹងជៀសមិនផុតអំពីការរងនៃផលប៉ះពាល់នៃសម្ភារៈដែលយើងកំពុងប្រើប្រាស់នោះទេបាទអញ្ចឹងទេត្រង់ចំណុចនេះខ្ញុំមានតែ5ផ្ញើប៉ុណ្្នឹងទេបាទដើម្បីយើងជៀសផុតអំពីការគ្រោះថ្នាក់អំពីព័ត៌មានคล้ายៗបាទសូមអរគុណបាទសូមគោរពអរគុណបាទលោកប្រធានបានជម្រាបជូនយ៉ាងក្បោះក្បាយបាទឃើញថាពេលវេលាយើងបាទលឿនណាបាទកញ្ញាបាទឥឡូវបានមកដល់ទីបញ្ចប់ហើយដូចខ្ញុំជម្រាបខាងដើមអញ្ចឹងបាទនៅក្នុងវិស័យព័ត៌មានរបស់យើងបើសិនជាលើកឡើងប្រធានបទនីមួយៗយកមកលំអិតបាទមួយថ្ងៃពីរថ្ងៃមិនអស់ផងបាទច្រើនណាស់បាទខ្លឹមសារបាទឥឡូវនេះយើងចោះយកសំណួរសំខាន់ដែលបានគ្រប់ជំរាបសួរដល់លោកប្រធានរួចរាល់ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបានជ្រាបបាទជាដំណឹងជាព័ត៌មានសំខាន់មួយនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់របស់យើងនេះផងដែរបាទអរគុណណាស់បាទលោកប្រធានដែលចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមក្នុងកម្មវិធីបាទនៅលើកឡើងប្រធានបទយុទ្ធនាការនិយាយឆ្លើយថានិយាយថាទេចំពោះព័ត៌មានខ្លាំងៗជំនាញ2ចា៎បាទសូមគោរពអរគុណបាទលោកប្រធានបាទខ្ញុំបាទវិធីការនេះទាំងពីរនាក់រួមទាំងប្រជាជនក្នុងខេត្តពោធិ៍សាត់នេះទាំងមូលបាទក៏សូមបាទគោរពជូនពរដល់លោកប្រធានមានសុខភាពល្អបរិបូរណ៍បាទហើយទៅបានជោគជ័យគ្រប់ភារកិច្ចបាទហើយកម្មវិធីយើងបាទតម្រូវឲ្យមានការបាទលើកឡើងជាមតិជាយោបល់មកតាមរយៈការខមមិនបាទឬក៏តាមរយៈលេខពីប្រព័ន្ធខាងលើនោះបាទខ្ញុំជម្រាបជូនបាទ096លេខ6 99 9 16ឯប្រព័ន្ធទី2 031លេខ9លេខ8លេខ7 44បាទលេខពីប្រព័ន្ធនេះសម្រាប់ពុកម៉ែបងប្អូនខលចូលរួមដើម្បីផ្ដល់ជាមតិផ្ដល់ជាយោបល់ដើម្បីបាទរីកមិនយ៉ាងណាធ្វើឲ្យមានការប្រសើរឡើងបាទទោះបីជាដល់ម៉ោងមែនប៉ុន្តែសម្រាប់ម៉ោងផ្សេងទៀតនៅក្នុងកម្មវិធីវិទ្យុជាតិយើងគឺយើងអាចញែកចូលជាមួយនឹងនិយាយថាទេជាមួយនឹងព័ត៌មានคล้ายៗអញ្ចឹងបងប្អូនយើងអាចសាកសួរបានចា៎បាទប៉ុន្តែបាទព័ត៌មានคล้ายៗបាទឃើញទេបាទដែលលោកប្រធានបាទលោកបានបាទសម្រាយជូនយ៉ាងក្បោះក្បាយមិញនេះគឺវាមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋបាទដល់សង្គមជាតិយើងទាំងមូលបាទតែកាលណាបាទខ្វះនៅបាទជំនឿព័ត៌មាននេះមួយហើយគឺជាមានការច្បោកច្បល់បាទរកកោះរកត្រៃមិនឃើញទេញ៉ៃពេញនឹងទាំងអស់ព្រោះបងប្អូនណាខ្លះគាត់បានចែករំលែកអញ្ចឹងទៅអត់បានតាមដានមើល page ណាជួនកាល account fake បាទ friend ដល់4ដល់20នាក់បាទព័ត៌មានដែលមិនពិតហ្នឹងចាប់តែគាត់មើលអត្ថបទគាត់ស៊ីវឹងអញ្ចឹងទៅដោយលោកប្រធានបានលើកឡើងហើយអញ្ចឹងទៅធ្វើឲ្យចុះពុកម៉ែបងប្អូនមួយចំនួនទៀតក៏លោកអត់បានប្រើទូរស័ព្ទបាទដែលជំរាបពីកូននេះដែលមើលនេះទៅដល់នឹងថាម៉ាក់អើយនេះចេះមួយចេះពីរហ្នឹងខុសទាំងអស់តើដល់ពេលទៅបញ្ជ្រាបទៅហើយតើយើងអ្នកប្រើបណ្ដាញនេះអាចរត់ទៅជំរាបជូនគាត់វិញបានទេថាព័ត៌មានហ្នឹងមិនពិតទេបាទ
ពិតជាពិតមិនអាចទេមិនអាចលឿនទេអញ្ចឹងទៅសូមមេត្តាប្រុងប្រយ័ត្នចំពោះពួកមានខ្លែងខ្លាយនេះឲ្យមែនទែនបាទឥឡូវនេះបាទចាជាមួយនឹងពេលវេលាយើងក៏បានមកដល់ទីបញ្ចប់ហើយចុងក្រោយសូមគ្រប់ជូនពរលោកប្រធានជួបតែសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់ទៅវិញចាជូនពរពុកម៉ែបងប្អូនប្រជាពលរដ្ឋកំពុងតែតាមដានទស្សនាជួបតែសុខសុវត្ថិភាពដូចគ្នានៅក្នុងគណៈពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា